គ្រាន់តែដឹងដំណឹងថាប្អូនប្រុសនិងប្អូនថ្លៃស្លាប់ភ្លាមនាងមិនបានយំសោកអីទេបែរជាស្ទុះទីកំជោលចាក់ទៅលើសាកសពទាំងពីរនាក់នោះយ៉ាងកម្រទោះបីជាសាកសពហូរឈាមក៏នាងមិនព្រមឈប់ដែរព្រោះនាងដឹងច្បាស់ថាពួកវាទាំងពីរមិនទាន់ស្លាប់ទេជាតិមុនពួកវាបានខົບខិតជាមួយតាឪពុកធ្វើពុតជាស្លាប់ទុកបំណុលរាប់លានដុល្លារឲ្យនាងសងថែមទាំងទុកកូនតូចឲ្យនាងចិញ្ចឹមទៀតនាងខំប្រឹងរកលុយសងបំណុលគេអស់រលីងរហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់មុនពេលស្លាប់នាងបានកាត់ក្រុមហ៊ុនឲ្យទៅក្មួយប្រុសស្រាប់តែពេលនោះប្តីប្រពន្ធទាំងពីរនាក់ក៏រស់ឡើងវិញចុងក្រោយនាងត្រូវតាឪពុកច្រានទម្លាក់ចិន្តាស្លាប់ទាំងវេទនាដូច្នេះជាតិថ្មីនេះគ្រាន់តែដឹងថាពួកវាស្លាប់ភ្លាមនាងក៏ចាប់ផ្ដើមប្រតិបត្តិការសងសឹកផ្លែតកូនអើយមិនក៏ទៅចោលប៉ាបាត់ចឹងតាឲ្យប៉ារស់នៅយ៉ាងម៉េចទៅកូនឆាប់បើកភ្នែកឡើងមកឆាប់បើកភ្នែកមើលប៉ាមកកូនដោយឃើញប្អូនថ្លៃស្រីទ្រាំលែងចង់បានតាចាស់ក៏ស្ទុះទៅទាញនាងចេញហើយលួងលោមថាកុំឲ្យពិបាកចិត្តពេកទុកកម្លាំងគិតគូររឿងសងបំណុលជំនួសពួកវានឹងជួយចិញ្ចឹមកូនពួកវាទៅនាងគ្រាន់តែលើភ្លាមក៏គិតថាបើចឹងកុំបន្ទោសថាខ្ញុំចិត្តដាច់នាងក៏ឲ្យជំនួយការមកសឹកប្រាប់ផែនការសម្ងាត់មិននិយាយច្រើនគេក៏អូសសាកសប្តីប្រពន្ធនោះចេញទៅតាចាស់បំរុងនឹងរត់តាមតែត្រូវនាងចាប់ទាញក្មេងមកហើយស្រែកថាក្មេងនេះគួរឲ្យអាណិតណាស់តាចាស់ស្មានថានាងមិនព្រមជួយចិញ្ចឹមក្មួយក៏រត់ទៅមុខផ្ទះហើយស្រែកលោឡាថាលោកឲ្យជួយមើលប្រធានក្រុមហ៊ុនចិត្តយៈនេះផងគ្មានធម៌មេត្តាសោះប្អូនប្រុសប្អូនស្រីវាជួបគ្រោះថ្នាក់ស្លាប់ចោលអស់ហើយសល់តែឈាមមួយដុំជាក្មួយបង្កើតរបស់វាសោះវាដាច់ចិត្តមិនចិញ្ចឹមទេវាបែរជាទម្លាក់ឲ្យឪពុកចាស់ជ្រីជាអ្នកចិញ្ចឹមទៅវិញមនុស្សអត់បេះដូងមនុស្សចិត្តតិរច្ឆាននាងឃើញតាធ្វើចឹងក៏គិតថាចង់លេងមែនទេបាននាងក៏ប្រកាសប្រាប់គេឯងថានាងព្រមចិញ្ចឹមក្មេងនេះតែត្រូវកាត់ឈ្មោះមកឲ្យនាងដាច់មុខហើយត្រូវហៅនាងថាម៉ាក់តាចាស់គិតថាមិនអីទេចាំបោកយកទ្រព្យសម្បត្តិបានសិនចាំយកកូនមកវិញភ្លាមនោះគាត់នឹកឃើញថាជំនួយការបានអូសសាកសកូនគាត់ចេញទៅក៏សួរថាយកទៅណាហើយគេក៏ប្រាប់ថាបងស្រីបញ្ជាឲ្យយកទៅវះកាត់សពប្រហែលជាពេលនេះកំពុងតែវះពោះហើយមើលទៅតាចាស់ឮចឹងភ័យចង់លុះប្រលឹងរត់ត្រហេបត្រហប់ទៅបន្ទប់វះកាត់សំណាងហើយដែលមកតាន់កុំអីត្រូវគេវះពោះមែនទែនហើយនាងដោះសារថាខ្ញុំគ្រាន់តែចង់ឲ្យគេវះពិនិត្យសពរោគមូលហេតុស្លាប់ពិតប្រាកដតើតាចាស់ភ័យពេកក៏ស្រែកថាហាមប៉ះពាល់ដាច់ខាតគាត់អាងលើទំនៀមទម្លាប់ថាត្រូវទុកសាកសពឲ្យនៅស្អាតហើយក៏ហកថាបានទៅរកគ្រូមើលហើយថ្ងៃស្អែកគឺជាថ្ងៃល្អសម្រាប់បញ្ចុះសពនាងក៏ថាអូចង់បញ្ចុះសពមែនទេបានតើលុះស្អែកឡើងនាងក៏កាន់កោតដាក់ឆ្អឹងពីរមកដល់ផ្ទះនៅស្រុកស្រែនេះជាស្អីឯណាប្អូនប្រុសប្អូនស្រីខ្ញុំឲ្យគេដុតយកឆ្អឹងដាក់ក្នុងនឹងអស់ហើយដាក់បានគ្រប់ល្អណាស់លើកនេះតាចាស់គៀងនិយាយលែងចេញបានត្រឹមតែដេកយំរនាលដីដូចក្មេងចំណែកនាងវិញធ្វើមុខស្មើបីក្មួយចេញទៅបាត់ប្រាប់ថាទៅសិនហើយណាអូយកូនអើយងាប់ហើយកូនសម្លាញ់ចិត្តប៉ាការពិតប្តីប្រពន្ធនោះមិនបានត្រូវគេដុតទេគឺត្រូវជំនួយការដឹកយកទៅបោះចោលនៅស្រុកស្រែនាងមានគម្រោងការធំជាងនឹងទៅទៀតមួយប៉ព្រិចភ្នែក18ឆ្នាំបានកន្លងផុតទៅមួយប្រុសត្រូវបាននាងចិញ្ចឹមរហូតប្រឡងជាប់សាកលវិទ្យាល័យល្បីថែមទាំងជាសិស្សពូកែប្រចាំខេត្តទៀតនាងមានអារម្មណ៍ថាបានធូរទ្រូងក៏សម្រេចចិត្តកាត់ឈ្មោះក្រុមហ៊ុនឲ្យទៅក្មួយប្រុសធ្វើឲ្យតាចាស់សប្បាយចិត្តណាស់ទីបំផុតគាត់រងចាំបានសម្រេចហើយគាត់ក៏បញ្ឆោតឲ្យចៅចូលទៅក្នុងផ្ទះសិនហើយប្រាប់នាងថាកូនស្រីអាមុំវាប្រឡងជាប់បានពិន្ទុល្អណាស់ប៉ាចង់នាំវាទៅលេងស្រុកកំណើតបន្តិចឲ្យវាបានស្គាល់សាច់ញាតិផងនាំទៅស្រុកកំណើតធ្វើអីកុំប្រាប់ណាថាប៉ាចង់ប្រាប់រឿងប្រវត្តិរូបរបស់យ៉ាវជូឲ្យវាដឹងមិនមែនទេកូនឯងកុំភ័យប៉ាហ៊ានស្បោះប៉ាមិនប្រាប់រឿងសម្ងាត់នេះឲ្យវាដឹងដាច់ខាតនាងឮចឹងក៏ថាតាមចិត្តចុះនាងក៏យល់ព្រមតាមសំណើរបស់គាត់ស្អែកឡើងតាចាស់ក៏នាំចៅប្រុសមកដល់ផ្ទះចាស់នៅឯស្រុកស្រែគ្រាន់តែបើកទ្វារចូលភ្លាមក៏ឃើញរូបថតមុខសប្តីប្រពន្ធពីរនាក់ដាក់តាំងនៅទីនោះចៅសម្លាញ់ឆាប់មកសំពះប៉ាម៉ាក់បង្កើតរបស់ឯងមកប៉ាម៉ាក់បង្កើតតាក៏ប្រាប់ចៅថាពីរនាក់នេះហើយគឺជាឪពុកម្ដាយបង្កើតរបស់ឯងធ្វើឲ្យក្មេងប្រុសស្ដាប់ហើយវិលមុខខ្ញាល់រអ៊ូថាមិនអាចទៅរួចទេស្រាប់តែពេលនោះទ្វារក៏របើកឡើងកូនសម្លាញ់របស់ម៉ាក់អ្នកទាំងពីរមិនទាន់ស្លាប់ទេប្តីប្រពន្ធទាំងពីរស្ទុះចូលមកយ៉ាងរំភើបពេលឃើញកូនប្រុសបង្កើតនៅនឹងមុខពួកគេត្រេកអរណាស់ស្ទុះទៅអបកូនយ៉ាងណែនពេញដៃក្មេងប្រុសនៅឆ្ងល់ថាតើមានរឿងអីកើតឡើងឲ្យពិតប្រាកដបងប្រុសក៏ចាប់ផ្ដើមប្រឌិតរឿងបោកកូនថាដោយសារតែឃើញកូនមានប្រាជ្ញាឆ្លាតវៃពីកំណើតទើបមីងរបស់ឯងប៉ុនប៉ងសម្រាប់ពួកយើងដើម្បីដណ្ដើមយកឯងទៅចិញ្ចឹមធ្វើជាកូនរបស់វាសំណាងហើយដែលទេវតាមានភ្នែកឲ្យពួកយើងរស់រានមានជីវិតទើបមានឱកាសបានមកជួបកូននៅពេលនេះឮបែបនេះក្មេងប្រុសកាន់តែមិនជឿខ្ញុំត្រូវតែទៅសួរម៉ាក់ឲ្យច្បាស់ខ្ញុំនឹងសួរគាត់ថាហេតុអីក៏ចិត្តខ្មៅម្លេះធ្វើឲ្យពួកយើងបែកគ្នា18ឆ្នាំមិនបានជួបមុខគ្នាតែឪពុកវាខាត់មិនឲ្យទៅសួរនាំទេតាចាស់ក៏ជួយខាត់ដែរថាពេលនេះមិនទាន់ដល់ពេលទេយ៉ាងហោចណាស់ក៏ត្រូវរងចាំឲ្យនាងកាត់ឈ្មោះក្រុមហ៊ុននិងទ្រព្យសម្បត្តិឲ្យឯងសិនដល់ពេលអំណាចនៅក្នុងដៃយើងឯងចង់សងសឹកបែបណាក៏បានដែរគ្រូសាពូវែកលឺចឹងក៏ថាត្រូវឲ្យធ្វើចឹងទៅហាមិនយូរប៉ុន្មានក៏ដល់ថ្ងៃដែលនាងរៀបចំពិធីជប់លៀងឲ្យក្មួយប្រុសនាងបានចុះហត្ថលេខានៅចំពោះមុខគេឯងប្រគល់ទ្រព្យសម្បត្តិនិងក្រុមហ៊ុនទាំងអស់ឲ្យទៅក្មួយខណៈពេលដែលនាងហុចឯកសារឲ្យទៅក្មួយស្រាប់តែប្តីប្រពន្ធនោះលេចមុខមកអ្នកទាំងអស់គ្នាមីស្រីម្នាក់នេះគឺជាជនបោកប្រាស់ដែលលួចកូនគេយកទៅចិញ្ចឹមពួកយើងទើបជាឪពុកម្ដាយបង្កើតរបស់យ៉ាវជូទីបំផុតពួកឯងមកឲ្យងាប់ដល់កន្លែងហើយ18ឆ្នាំហើយប្អូនប្រុសសម្លាញ់បងរងចាំពួកឯងយូរណាស់មកហើយ